ពូនិយាយរឿងមេបៃអំចាញ់កោលទោសផៃវណ្ណៈអឺអត់យកចិត្តទុកដាក់ទេណាកូនណាអត់យកចិត្តទុកដាក់ទេសុំទោសណាកូនណាសុំទោសអត់យកចិត្តទុកដាក់ទេពូដឹងថាមន្ត្រីរាជការកម្ពុជាពាក់ព័ន្ធនឹងអង្គើពុករលួយច្រើនស្រីញីលបែងស៊ីសងរឹបអូសជិះជាន់ស៊ីសំណុកសុកប៉ាន់គឺមានហើយពូបានអំពាវនាវឲ្យរាជរដ្ឋាភិបាលលោកកាត់បន្ថយពូនិយាយអំពើពុករលួយពូនិយាយទួទៅចំណែកអភ័យវណ្ណៈដែលវាខ្ញុំអត់ដឹងរឿងវាទេណាព្រោះខ្ញុំមិនដែលយកចិត្តទុកដាក់នឹងរឿងចឹងទេអភ័យវណ្ណៈគឺជាជនពេលដែលពីដើមឡើយវាជាខ្សែដែលកាលតែវាមិនទាន់ល្បីនោះវាជាខ្សែផ្សេងខ្ញុំមិនបាច់លើកមកទេមិនបាច់លើកខ្សែពេលរបស់វាទេដល់ក្រោយមកដោយសារវាមានប្រជាប្រិយភាពក្នុងការនិយាយ live show វាក៏ធ្វើជាបរិះផ្ដល់សេចក្តីយុត្តិធម៌ឲ្យប្រជាជនដែលចូលដល់ក្រោយមកនៅពេលថ្មីនេះអភ័យវណ្ណៈចង់ធ្វើជានាយកអភ័យវណ្ណៈគេចង់ធ្វើជាមេខាងព័ត៌មានតែពីដើមឡើយខ្មោចអខណ្ឌសវណ្ណហើយអភ័យវណ្ណៈហ្នឹងអភ័យវណ្ណៈក៏តាមអភ័យវណ្ណៈអខណ្ឌសវណ្ណក៏តាមខណ្ឌសវណ្ណគឺដណ្ដើមគ្នាធ្វើជាមេដឹកនាំក្រុមសារព័ត៌មានកថាគឺកថាណាក៏ដោយឲ្យតែធ្វើកថាទាំងនៅក្នុងស្រុកទាំងនៅក្រៅស្រុកអភ័យវណ្ណៈកាលពីដើមខ្មោចអខណ្ឌសវណ្ណវាចង់ធ្វើជាមេបានជាអខណ្ឌសវណ្ណហ្នឹងវាទាស់តែងជាមួយខ្ញុំម្ដងពីរដងបីដងរហូតដល់វាទៅជួបសម្ដេចសីហនុទៅពីព្រោះអខណ្ឌសវណ្ណវាចង់ធ្វើជាមេកណៈខាង social media កាន់ជើងលោកហ៊ុនសែនវាចង់បង្គាប់បញ្ជាឲ្យខ្ញុំនឹងធ្វើតាមបន្ទាត់ដែលវាដាក់ឲ្យតែវាមិនបានជោគជ័យរហូតដល់វាទៅជួបសីហនុគឺខ្ញុំជាមនុស្សម្នាក់ដែលអត់មានត្រូវការស្ដាប់ពួកមនុស្សពេលអស់ហ្នឹងទេចំណែកថៃវណ្ណៈវាអត់ហ៊ានជាមួយខ្ញុំទេពីព្រោះវាមើលខ្ញុំមិនបែកអខណ្ឌសវណ្ណក៏មើលខ្ញុំមិនធ្លុះណាអខណ្ឌសវណ្ណបបួលខ្ញុំឲ្យប្រព្រឹត្តអំពើពុករលួយតាំងពីជំនាន់អភិបាលខេត្តព្រះសីហនុមុនណាខ្ញុំភ្លេចឈ្មោះហើយឥឡូវហ្នឹងគាត់នឹងមកធ្វើការនៅក្រសួងមហាផ្ទៃគឺអខណ្ឌសវណ្ណបបួលខ្ញុំឲ្យធ្វើនៅអំពើពុករលួយអខណ្ឌសវណ្ណដាក់ផែនការឲ្យខ្ញុំរួមដៃជាមួយវាធ្វើអំពើពុករលួយតែខ្ញុំមិនស្ដាប់តាមវាមិនធ្វើវាទៅឆ្កឹះឆ្កៀលលោកហ៊ុនសែនដើម្បីផ្ដាច់ខ្ញុំកុំឲ្យតាក់ទងជាមួយនឹងលោកហ៊ុនសែនហើយវាចង់ត្រួតត្រាខ្ញុំមិនបានវាផ្ដាំរហូតដល់កូនសិស្សវាអាក្តរខ្ជាយដែលជាប់គុកសប្តាហ៍នេះណាវាផ្ដាំណាវាត្រួតត្រាចង់ធ្វើជាមេដឹកនាំខាងគេហៅប្រធាន Facebook នៅស្រុកខ្មែរចង់ធ្វើប្រធាន Facebook ឲ្យហ៊ុនសែនវាធ្វើមិនបានវាក៏ទៅជួបសីហនុបាត់ទៅណារីឯអភ័យវណ្ណៈវាអត់ដែលហ៊ានប៉ះខ្ញុំទេទោះបីវាជេរវាពោលយ៉ាងណាដល់អត់ដែលហ៊ានមកត្រួតត្រាអីខ្ញុំទេបាទវាអត់ហ៊ានទេវាអត់ដែលហ៊ានមកត្រួតត្រាអីខ្ញុំទេក្រោយពីអខណ្ឌសវណ្ណផ្លាប់ទៅអភ័យវណ្ណៈត្រូវបានអាក្តរខ្ជាយកូនសិស្សអខណ្ឌសវណ្ណត្រូវបានអ្នកដទៃទៅជ្រក់ក្រោមវាទៅជាបងធំអភ័យវណ្ណៈទៅជាបងធំខាង Facebook ដល់វាទៅជាបងធំខាង Facebook នោះតែអភ័យវណ្ណៈវាអត់សូវចេះត្រួតត្រាទេពីព្រោះអភ័យវណ្ណៈវាអត់ចង់ឲ្យបែកកឡតាំងឆាយវាមុខរបរវាគឺវាមិននិយាយគ្រប់គ្រងលោកហ៊ុនសែនទេវានិយាយតែពេលណាដែលវាអាចរកចំណូលបានគឺមុខរបររបស់អភ័យវណ្ណៈគឺដើរគក់គេគក់ឯងដើរគក់គេផ្លូវទងវែង 1500 ដើរគក់គេទៅនេះដើរគក់គេទៅនោះហើយធ្វើជាអ្នកចេះដឹងលើកកិច្ចការមួយចំនួនថាវាត្រួតត្រាគោលដៅរបស់អភ័យវណ្ណៈវាអត់ធ្វើជាប្រធាន Facebook ដោយអខណ្ឌសវណ្ណទេវាគ្រាន់តែគ្រប់គ្រងកថាលោកហ៊ុនសែនម្ដងមួយស្ងាត់ដើម្បីវាមានអធិបុលកើនឡើងក្នុងការគក់គេគក់ឯងតែអភ័យវណ្ណៈវាអត់ចែកប្រយោជន៍ទៅអ្នកណាហើយវាអត់សូវប្រជុំអីដូចអខណ្ឌសវណ្ណទេអខណ្ឌសវណ្ណមួយថ្ងៃប្រជុំ2ដងប្រជុំនៅ Telegram ប្រជុំមួយថ្ងៃ2ដងណាតែចំណែកអភ័យវណ្ណៈអត់ធ្វើអញ្ចឹងទេហ្នឹងគឺជាចំណែកអភ័យវណ្ណៈវាធ្វើវាមានគំនិតវាតែរឿងគក់គេគក់ឯងដើម្បីប្រយោជន៍ពេលដូចគ្នាអាក្រុមពេលហ្នឹងពេលដូចគ្នា
ពេលដូចនេះហើយមនុស្សទៅពីស្រុកដែលទៅអង្គុយថតជាមួយក្រុមអាខណ្ឌសវណ្ណហើយនឹងក្រុមអភ័យវណ្ណៈគឺពេលដូចគ្នាមនុស្សមិនពេលអត់ថតជាមួយពួកអាពីរអ្នកហ្នឹងទេគឺពេលដូចគ្នាទៅដល់ហៅ fail C ភាសាអង់គ្លេសហៅ fail C មនុស្សមានចរិតសតិអារម្មណ៍អត់ល្អបានទៅអង្គុយសូមបីតាមនុស្សពីស្រុកបារាំងដែលអត់មានធ្វើអីឲ្យក៏ទៅអង្គុយជាមួយវាអ្នកណាក៏ឲ្យតែទៅបាយទៅទឹកទៅអង្គុយជាមួយវាគឺសិតតែពួកពេលបានទៅណាទៅជាមួយវាក្រុមពេលបាទអាហ្នឹងអញ្ចឹងដល់ពេលថ្មីនេះអភ័យវណ្ណៈវាដឹងថាមីកថាក្រោយពីគេដកវាពីអភិបាលរងអរិយស័ព្ទទៅវាធ្វើខំប្រឹងធ្វើកថាហ៊ុនសែនមីកថាណាខ្ញុំឮសូមមីកថាចង់សុំបានពីក្រសួងព័ត៌មានដើម្បីធ្វើដោយអាគណៈដែរអាគណៈវាមិនចង់ឲ្យមីកថាហ្នឹងធ្វើតាមចិត្តទេពីកុសឃើញមីកថាហ្នឹងអាគណៈវាចាញ់ប្រៀបមីកថាត្រង់មីកថាវាស្រីហើយវាក្មេងតែសែននៅនិយាយរកវាប្រមុខវាស្អាតនិយាយឲ្យចំណាទោះបីខឹងសមាវាក៏ដោយក៏មុខវាស្អាតជាងគេក្នុងចំណោមស្រីទាំងអស់ដែលទៅជួបតាសែនតាក់ទងតាសែនមានអ្វីទេមីកថាទេជួបស្អាតជាងគេវានៅក្មេងអញ្ចឹងទៅអាគណៈនេះមិនចង់ឲ្យមីកថាហ្នឹងឡើងចាងទេក៏វាយមីកថាហ្នឹងក៏វាខំប្រឹងភូតហើយនៅស្រុកខ្មែរយើងវាមានមនុស្សដែលឆោតល្ងងច្រើនដល់អញ្ចឹងទៅជន់ពេលលាវ៉ាសែដែលធ្វើកថាហ្នឹងណាចង់ត្បូងកណ្ដួយអីក៏ដោយខ្ញុំប្រាប់ទៅសាររៀលគឺរបៀបម្នាក់គឺរកលុយហើយរកលុយបានគឺអំពើពេលពោធិស្រានឹងលោកគឺតែងតែធ្វើកថាឲ្យលោកហ៊ុនសែនដើម្បីយកប្រជាប្រិយភាពអាហ្នឹងអញ្ចឹងណាអាហ្នឹងអញ្ចឹងអភ័យវណ្ណៈវាក៏អត់ត្រូវការអភ័យវណ្ណៈក៏វាអត់ត្រូវការវារករឿងមីកថាហ្នឹងមីកថាហ្នឹងវាមានប្រៀបជាអភ័យវណ្ណៈព្រោះវាមានមុខអាយុវាក្មេងវាស្រីណាទោះបីហ៊ុនសែនខឹងនឹងវាក៏ដោយក៏វានៅអាចនិយាយជាមួយហ៊ុនសែនបានចំណែកអភ័យវណ្ណៈហ៊ុនសែននិយាយជាមួយវាប៉ុន្តែវាអត់សូវមានអ្វីតែទៅយកប្រៀបលើមីកថាបានទេមីកថាវានៅមានមុខស្រស់ណាអាហ្នឹងរឿងអញ្ចឹងសតិអារម្មណ៍វាមានតាក់ទងគ្នាណាវាមានតាក់ទងគ្នាក្នុងចំណោមអ្នកធ្វើ show ទាំងអស់ហ្នឹងណាឥឡូវហើយមីកថាវាខំប្រឹងភូតហើយដោយសារតែយើងមានមនុស្សល្ងងខ្លៅដែលចេះតែទៅចុចមើលដើម្បីចង់ដឹងរឿងប្រអករឿងប្រហុកណាក៏វាមានសាច់រឿងបន្តទៅទៀតហ្នឹងអញ្ចឹងចំណែកមួយទៀតគឺលោកហ៊ុនសែនគាត់ដឹងមិនដឹងខ្ញុំមិនសូវចាប់អារម្មណ៍ទេតែអាគណៈនេះមិនបំរើនយោបាយទេយូរនិយាយម្ដងឲ្យរួចខ្លួនអាគណៈស្វែងរកគោលដៅពុករលួយបើមានគោលដៅពុករលួយវាវាយក្តាំងភ្លាមពេកហើយត្រង់នេះអាគណៈក៏คล้ายទៅជាមនុស្សដែលប៉ះពាល់មន្ត្រីរាជការអាគណៈប៉ះពាល់តាំងពីខណ្ឌសវឿនណាតាំងពីខណ្ឌសវឿនពីដើមជាអគ្គនាយកប៉ូលីសជាតិវាប៉ះពាល់ខណ្ឌសវឿនវាប៉ះពាល់គណៈអភិបាលខេត្តវាប៉ះពាល់ដល់មេប៉ូលីសវាប៉ះពាល់ដល់សថេតសប្ងៃអគ្គនាយកប៉ូលីសវាប៉ះពាល់ដល់ពួក PM វាប៉ះពាល់ដោយសារអីវាត្រូវការប្រើអធិបុលដើម្បីគក់គេបំបែកគេដើម្បីឲ្យវានឹងមានឱកាសបានទាញចំណេញនឹងអាគណៈនឹងវាធ្វើអញ្ចឹងតែជួនកាលវាប៉ះគេទៅអាគេនឹងវាមានខ្នងគេមានខ្នងក៏បកមកវាវិញខ្លះអញ្ចឹងទៅវាក៏ត្រូវតែស្ងាត់បន្តិចវិញទៅជួនកាលវាប៉ះកន្លែងខុសទៅតាសែនចាប់វាយកទៅដាក់ព្រៃសរ2 3ថ្ងៃទៅដូចជាវាប៉ះ fresh new វាប៉ះ fresh new អាណាជាប់គុកប្រហែលថ្ងៃនឹងអញ្ចឹងរឿងអញ្ចឹងនេះគឺជាសង្គមពេលសង្គមដែលពោពេញទៅដោយអំពើពេលហ្នឹងវាអញ្ចឹងសង្គមពេលលេវ៉ាសែនៅតែងតែកើតអញ្ចឹងខ្ញុំមិនចាំបាច់តាមដានទំនាស់រវាងពេលនិងពេលទេពីព្រោះវាជារឿងអត់ប្រយោជន៍អញ្ចឹងខ្ញុំទុកឲ្យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតចាត់ចែងទៅសង្គមយើងវាសម្បូរមនុស្សពេលដូច្នេះយើងត្រូវតែដឹងហើយយើងត្រូវតែរកវិធីត្រូវដឹងហើយរកវិធីវាប៉ះពាល់ណាវាប៉ះពាល់ញឹកញយណាស់ហើយវាស្ទង់ស្ទាបមើលដូច
សៅសុខាក៏ធ្លាប់និយាយជាមួយខ្ញុំមនុស្សខ្ញុំព្រោះគាត់ធ្វើតំណែងអញ្ចឹងខ្ញុំហៅគាត់បងណេតសវឿនក៏ខ្ញុំហៅគាត់បងណាណេតសវឿនខ្ញុំជួបខ្ញុំនិយាយលេងអីជាមួយបណ្ឌយូឆ្នាំហើយតាំងពីកូនគាត់អាប៊ីមិនទាន់កើតរហូតដល់អាប៊ីពេញកំមុំក៏ខ្ញុំគាត់ឡើងចុះអាមេរិកខ្ញុំធ្លាប់និយាយជាមួយគាត់អីតែយើងមិននិយាយរឿងនយោបាយទេណាយើងមិននិយាយនយោបាយទេយើងនិយាយលេងសើចអីតិចតួចចំណែកសៅសុខាខ្ញុំហៅគាត់បងទោះបីយ៉ាងណាខ្ញុំហៅគាត់បងព្រោះតែមនុស្សកុំនេះតែមនុស្សគេពាក់ស័ក្តិកម្មាភិបាលយើងហៅគេបងឬក៏ហៅគេតាអញ្ចឹងខ្ញុំនិយាយជាមួយសៅសុខាមនុស្សស្រួលណាមនុស្សស្រួលនិយាយអីសាមញ្ញដល់ណេតសវឿនគាត់ឡើងទៅជាឧបនាយកទី1នៅប្រទេសកម្ពុជាទៅសៅសុខាជួនកាលសង្គមសប្ងៃហ្នឹងគេមើលថាសៅសុខាគាត់ទឿសៅសុខាគាត់ជាអគ្គនាយកការរងប៉ុន្តែឡើងទៅខាងអគ្គនាយកការកងទ័ពគាត់ឡើងមិនរួចរហូតដល់ក្រោយពីគេឡើងអគ្គនាយកការ2ដងសៅសុខាគាត់អត់បានឡើងអគ្គនាយកការទេមិនដឹងជាមូលហេតុអីគាត់នៅនឹង PM គាត់មិនមែនបើតាមខ្ញុំគិតគាត់មិនមែនចង់នៅ PM នឹងទេតែតាសែនមិនដឹងជាមកពីរឿងអីតាសែនអត់ប្រម៉ូតសៅសុខាឲ្យឡើងអគ្គហើយទៅថ្ងៃមុខសៅសុខាគាត់ក៏ចំណាស់បន្តិចដែរហើយតំណែងអគ្គមេបញ្ជាការហ្នឹងវាត្រូវធ្លាក់ទៅមនិតឆាប់ហ្នឹងមេអគ្គមេបញ្ជាការគេដល់អាយុទៅវាត្រូវធ្លាក់ទៅមនិតអញ្ចឹងបើតាមផ្លូវដើរហ្នឹងសៅសុខាគាត់អត់ឡើងអគ្គមេបញ្ជាការបានគាត់នៅត្រឹមតែមេ PM ហើយបើយកសៅសុខាហ្នឹងទៅធ្វើជាសមាជិកគណៈរដ្ឋមន្ត្រីវាអស់អំណាចអាលីងពីកៅសុខាសៅសុខាគាត់នៅ PM គាត់នៅមានអំណាចតែគាត់ឡើងអត់រួចតសែនអត់តម្លើងគាត់ឥឡូវតសែនរៀបផ្លូវអគ្គនាយកការរៀបផ្លូវឲ្យមនិតហើយវាអស់លីងចំណែកក្រសួងការពារជាតិសៅសុខាគ្មានច្រកឡើងទេពីព្រោះតសែនគាត់ទុកក្រសួងការពារជាតិហ្នឹងឲ្យតកូលទេអញ្ចឹងសៅសុខាគាត់ប្រហែលជាត្រូវនៅតែត្រឹមប៉ុណ្្នឹងហើយទៅថ្ងៃមុខគេនឹងឲ្យគាត់ធ្វើជាសមាជិកគណៈរដ្ឋមន្ត្រីអីចឹងគេមិនបង្កើតក្រសួងឲ្យគាត់កាន់ទៀតទេអញ្ចឹងសៅសុខាគាត់នៅក្នុងដានផ្លូវហ្នឹងអាផែងវណ្ណៈវាក៏មើលឃើញដល់វាមើលឃើញជួនកាលវាហ៊ានប៉ះពួក PM បានជាពួក PM ហ្នឹងជួនកាលក្តៅចង់ច្រមុះក៏ប្រលះវាវិញទៅអាផែងវណ្ណៈហ្នឹងឲ្យតែមន្ត្រីណាឡើងមិនរួចវាមើលងាយវាថាខ្សែហ្នឹងវាមើលងាយសៅសុខាវាឃើញសៅសុខាឡើងមិនរួចអញ្ចឹងវាមើលងាយសៅសុខាវាមើលងាយមកជួ PM ហ្នឹងអាផែងវណ្ណៈដូចគ្នានឹងវាមើលងាយគយកាលណាវាប៉ះគយគឺវាដឹងតែគយណាឡើងមិនរួចវាប៉ះអភិបាលខេត្តក៏អញ្ចឹងដែរណាតែអភិបាលខេត្តអផែងវណ្ណៈវារកស៊ីជាមួយកាលណាវាឃើញដីឃើញធ្លីត្រូវការគៀបសង្កត់យ៉ាងម៉េចវាតាក់ទងគ្នាវាធ្វើ show ហើយអ្នកមើល show វាខ្មែរយើងនឹងឆោតណាស់នៅចូលចិត្តចាប់អារម្មណ៍នឹងរឿងហ្នឹងហើយយល់ថាអផែងវណ្ណៈហ្នឹងវាជាមនុស្សផ្ដល់សេចក្តីយុត្តិធម៌មែនទេវាគឺជាជនពេលហើយខ្មែរយើងវាឆ្លុះអង្វែងត្រង់ថាជួនកាលទៅគេឲ្យលុយ100អីគេថតដាក់ Facebook អីចឹងយើងក៏ចាត់ទុកថាអំពើល្អតែយើងមិនដែលចងចាំអំពីអំពើពេលរបស់បុគ្គលហ្នឹងទេត្រង់ហ្នឹងជាចំណុចមួយដែលអភ័យវណ្ណៈមីទីសវត្ថថាអីហ្នឹងវាអាចប្រើប្រាស់ទង្វើរបស់វាដើម្បីនឹងលុញពងលោកហ៊ុនសែនបានហើយលោកហ៊ុនសែននឹងអត់ដែលសម្អាតសង្គមដែលគាត់ដឹកនាំនឹងឲ្យមានកិត្តិយសនិងសេចក្តីថ្លៃថ្នូរទេអាហ្នឹងអញ្ចឹងណាអាហ្នឹងរឿងហ្នឹងតែប៉ុណ្្នឹងទេហើយចំណែកឯរឿងអីទៀតខ្ញុំមិនសូវចាប់អារម្មណ៍ទេដោយសារតែលើករឿងហ្នឹងឡើងខ្ញុំក៏និយាយអញ្ចឹងណាហើយពួកហ្នឹងនិយាយស្អីក៏ខ្ញុំមិនស្ដាប់មិនអីដែរព្រោះគ្មានប្រយោជន៍សម្រាប់ពួកក្បាលខ្ញុំហើយកាលពីព្រឹកមិញហ្នឹងដែលអត់ឃើញខ្ញុំធ្វើ show ហ្នឹងភ្នែកខ្ញុំវាស្រវាំងដូច្នេះខ្ញុំត្រូវសម្រាប់ភ្នែកខ្ញុំចេះតែសិក្សាអីច្រើនភ្នែកខ្ញុំវាធ្វើទុក